ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី11ក្នុងឆ្នាំ1027ក្នុងរាជការព្រះបាទសូរ្យវរ្ម័នទី1ឆ្នាំ1002រហូតដល់ឆ្នាំ1050នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនាប្រាសាទដ៏ចំណាស់នេះមានរាង4ជ្រុងធ្វើពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមាន2ថ្នាក់មានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទនិងកំពែងធ្វើពីថ្មបាយក្រៀមហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផងនៅទីនោះមានដើមពោធិ៍18ដើមដល់ព័ទ្ធជុំវិញប្រាសាទបង្កើតឲ្យមានជាម្លប់យ៉ាងត្រឈឹងត្រឈៃនិងខ្យល់ត្រជាក់បរិសុទ្ធនៅខាងត្បូងប្រាសាទនៅសល់គូទឹកដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសម្រាប់ព្រះសង្ឃប្រើប្រាស់សង្កេតឃើញមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនានៅសេសសល់តាមផ្នែកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផងចម្លាក់ទាំងនោះរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោអ្នកទិនជាមួយមហេសីព្រះវិស្ណុព្រះឥន្ទអង្គុយលើដំរីរឿងគោសមុទ្រទឹកដោះដែលបង្ហាញពីតួអង្គជាច្រើនក្រុមមានទេវតាយក្សទាញពស់នាគដណ្ដើមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈលែងជួបនឹងទុក្ខព្រួយកាត់ចាស់ជាស្លាប់ទៀតហើយចំណែកការក្រោយមកមានព្រះមហាក្សត្រនាម៉ឺនសពមន្ត្រីនិងប្រជានារីងាកមកគោរពចំពោះព្រះពុទ្ធសាសនាហើយគេដំណើរក្នុងលទ្ធិទេវរាជមួយចំនួនត្រូវបោះចោលលែងមានអ្នកចាប់អារម្មណ៍ដែលជាហេតុនាំឲ្យខូចខាតប្រេះស្រាំដោយសារធម្មជាតិជនទុច្ចរិតនិងសង្គ្រាមជាបន្តបន្ទាប់